ជំរាបសួរសួស្តីបងប្អូនទាំងគ្នាចានេះជាវីដេអូទី2ដែលយើងនិយាយពីការធ្វើដំណើរតាមយន្តហោះទៅប្រទេសនានាអញ្ចឹងក្រោយពីយើងឡើងយន្តហោះហើយគឺយើងអាចមើលទីតាំងទិសដៅរបស់យើងចេញពីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈរូបផែនទីយើងអាចដឹងព័ត៌មានចានៃជើងហោះហើររបស់យើងចាប់ពីចំណុចទីតាំងដែលយើងចេញទៅនិងគោលដៅដែលយើងប្រុងនឹងទៅចាទៅដល់ហ្នឹងតើប្រើរយៈពេលប្រមាណហើយប្រមាណគីឡូម៉ែត្រហើយប្រមាណម៉ោងតែដល់ទីតាំងដែលយើងត្រូវទៅហ្នឹងប្រទេសកាតាជាប្រទេសដែលនៅជិតប្រទេសឌូបៃចាហើយក៏សេដ្ឋកិច្ចក៏ខ្លាំងដែរចាហើយនេះជាពលានយន្តហោះនៅប្រទេសកាតាចានៅពលានយន្តហោះឌូហានេះជាទិដ្ឋភាពដ៏ស្រស់ស្អាតដែលខ្ញុំបានថតចែកជូនបងប្អូនទស្សនានៅក្នុងវីដេអូនេះចាទោះបីជាមិនបានមកផ្ទាល់ក៏យើងអាចឃើញទិដ្ឋភាពស្អាតចាតាមរយៈវីដេអូដែលខ្ញុំចែករំលែកនេះចា Welcome aboard this Qatar Airways flight. Please pay attention as we take you on a journey to our many destinations and demonstrate the safety features of this aircraft. អរគុណច្រើនបងប្អូនទាំងគ្នាវីដេអូបញ្ចប់តែត្រឹមនេះអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូបន្តទៀតចាបាយបាយ